រូបមន្តនេះខ្ញុំបង្ហាញអំពីការធ្វើ auto fill drop down list នៅក្នុងតារាងមួយនេះដែលមានពីរវិធីឥឡូវកាពិតទៅគឺវាមានច្រើនវិធីណាយើងអាចធ្វើវិធីមួយសាប់មួយសិនយើងចូលទៅកាន់ data មកយក data validation អញ្ចឹងនៅក្នុងតារាងនេះមួយគឺនៅក្នុង allow នេះយើងយក list ត្រង់កន្លែងនេះយើងត្រូវសរសេរពាក្យដែលយើងត្រូវសរសេរ drop down អញ្ចឹងខ្ញុំស៊ូមមកតិចយើងមើលយើងទៅសេនោះវាមានពាក្យរដ្ឋបាលគណនេយ្យក្នុងពាក្យយើងប្រើ comma ដើម្បីយើងកំណត់មកពាក្យនេះយើងប្រើ comma ណាអញ្ចឹងដល់ពេលយើងវាយលក្ខខណ្ឌឬក៏ពាក្យដែលយើងត្រូវជ្រើសរើសឬក៏ច្រោះអស់ហើយយើងចុច OK មកគឺយើងអាចជ្រើសរើសទិន្នន័យនៃការច្រោះយកបែបនេះហើយយើងក៏អូសទិន្នន័យមកសម្រាប់មួយផ្នែកទៀតគឺយើងអាចធ្វើដោយវិធីនេះគឺយើង select តំបន់ដែលយើងចង់ដាក់ drop down ដូចគ្នាមកយើងចូលទៅកាន់ data ហើយយក data validation នេះគ្នាមកអញ្ចឹងវាលុបផ្ទាំងនេះមកដូចគ្នាបាទយើង allow នេះយើងយក list នេះគ្នាកន្លែងនេះហើយយើងអាចយើងថាសរសេរ u យើង copy មកដាក់ក៏បានដែរយើង copy ពីក្រោមមកដាក់មក enter ដូចគ្នាអញ្ចឹងការបង្ហាញនេះគឺមានតែប៉ុណ្្នឹងមានវីដេអូក្រោយៗទៀតខ្ញុំបង្ហាញវិធី drop down list នេះផ្សេងទៀតបាទសូមអរគុណ